vào đó bằng vốn chỉ vào này lời bột thì là mà cái rong nào bà sum sưa đây bằng vốn ở này bà cam một phiệp cầm cài nghề bọc nhom bà lợp chỉnh chun pốt vô từ lụa bà về đây lụa nó xài lô bà từ lụa xài lô mà đong vậy này bàเคย nhà pốt trong đây năm 2025 នេះឃើញតម្លៃពោតរៀងល្អវិញប៉ុន្តែអ្វីដែលកសិករយើងធ្វើមិនបាននោះគឺតកតងជាមួយនឹងការផលិតតែម្ដងបងប្អូនបាទតកតងនឹងកសិករហ្នឹងគឺរួមសំទាំងខ្ញុំនឹងដែរបងប្អូនហើយប្រឹងថែទាំណាបងប្អូនពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺយើងថែទាំមែនទែនប៉ុន្តែជាចុងក្រោយគឺទទួលបាននៅទិន្នផលទាបប្រៀបធៀបជាមួយនឹងឆ្នាំមុនណាបងប្អូនវាអាចបាត់បង់ប្រហាក់ប្រហែលនឹងអាចទាំង 50% បងប្អូនគឺទិន្នផលចុងដៃនេះគឺទាបមែនទែនហើយកុំឲ្យខាតពេលវេលាយូរបងប្អូនចឹងចូលទៅទស្សនាការដឹកជញ្ជូនពោតជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនថ្ងៃនេះដែរគឺខ្ញុំលើកអត្រាមួយឡានឆ្នៃមួយបងប្អូនហើយយើងលើកឡានឆ្នៃមុនណាបងប្អូនបន្ទាប់ពីខ្ញុំលើកហើយបងប្អូនអើយទៅដល់សៃឡូទៅចាំនៅសៃឡូមុនកូនចៅទេមកមីអើយធ្លាក់ពោតហើយខ្ញុំក៏មិនបងអងយូរបងប្អូនក៏ត្រឡប់ទៅវិញជាក់ស្ដែងគឺធ្លាក់មែនបងប្អូនដាក់ម៉ាន់ក្រងនេះហ៎សាមហ៎សាមម៉ាន់អូយ39តោះធ្លាក់អស់3ក្រងមានអីទៀតបងប្អូនមានតែលើកបាទលើកបដាថតវីដេអូបដាបងប្អូនដើម្បីឲ្យបងប្អូនយើងទស្សនាកំសាន្តហ្នឹងហើយតើតោជាមួយនឹងការប្រមូលផលពោតដាក់លើអត្រានេះបានឆ្នៃនេះមិនស្រួលបងប្អូនណាសម្រាប់ដល់សៃឡូបាទបងប្អូនបន្ទាប់ពីយើងរៀបចំលើកដាក់លើអត្រាវិញហើយក៏ឲ្យកូនចៅនឹងរូតទៅតម្លាក់ពោតបាទនៅសៃឡូហើយយកឡានឆ្នៃហ្នឹងមកដាក់មួយជើងទៀតដោយសារពោតយើងនៅសល់តិចតួចបាទដីវាភ្នំបាទហើយជាចុងក្រោយក៏សូមអរគុណសម្រាប់បងប្អូនដែលបានចូលទស្សនានៅវីដេអូក្នុង Channel YouTube របស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយតែងតែជួយគាំទ្រសូមបងប្អូនជួយចុច Subscribe និង Share វីដេអូនេះផងបាទសូមអរគុណ